Aspharia Rais ត្រូវបានគេចាត់ទុកថាជាស្ត្រីម្នាក់ក្នុងចំណោមស្ត្រីដែលស្អាតបំផុតនៅលើពិភពលោកប៉ុន្តែនៅថ្ងៃនេះអ្នកស្រីមានអាយុ50ឆ្នាំទៅហើយនិងមានកូនស្រីម្នាក់តែប៉ុណ្ណោះនៅក្នុងវីដេអូនេះខ្ញុំនឹងរៀបរាប់ប្រាប់អ្នកទាំងអស់គ្នាអំពីសាច់រឿងដ៏អស្ចារ្យរបស់ Aspharia និងបង្ហាញពីកូនស្រីរបស់នាងថាមានសម្រស់ស្អាតប៉ុណ្ណាទៅតើបច្ចុប្បន្ននេះនាងមានរូបរាងយ៉ាងណាដែរតើបងប្អូនសូមតាមជាមួយខ្ញុំនៅក្នុងវីដេអូមួយនេះទាំងអស់គ្នា Aspharia Rais បានក្លាយចំនួនល្បីល្បាញនៅក្នុងឆ្នាំ1994បន្ទាប់ពីបានឈ្នះបង្កត់បវរកញ្ញាពិភពលោកក្មេងស្រីជនជាតិឥណ្ឌាម្នាក់ដែលមកពីគ្រួសារសាមញ្ញបានក្លាយជាមនុស្សមានប្រជាប្រិយភាពខ្លាំងបំផុតយ៉ាងឆាប់រហ័សដោយសារតែសម្រស់ដ៏កម្ររបស់នាងឪពុកគឺបម្រើនៅស្ថាប័នការពារជាតិហើយម្ដាយវិញគឺជាស្ត្រីមេផ្ទះគ្រួសារនេះគឺនៅឆ្ងាយណាស់ពីភពនៃភាពស៊ីវិល័យនិងសិល្បៈកម្សាន្តហើយតើនរណាទៅនឹកស្មានថាកូនស្រីរបស់ពួកគេនឹងអាចឈានដល់កម្រិតខ្ពស់បែបនេះបាននោះនៅពាក់កណ្ដាលទសវត្សរ៍90 Aspharia គឺជាតារាម៉ូដែលដ៏លេចធ្លោនិងមានតម្រូវការខ្ពស់ម្នាក់ទៅហើយប៉ុន្តែបន្ទាប់ពីការឈ្នះប្រកួតសម្រស់លំដាប់អន្តរជាតិមកកេរ្តិ៍ឈ្មោះរបស់នាងកាន់តែល្បីល្បាញទ្វេដងឡើងខ្លាំងរហូតមិនគួរឲ្យជឿនាងបានចាប់ផ្ដើមសម្ដែងក្នុងភាពយន្តឥណ្ឌានិងបានក្លាយជាតារាដែលមានតម្លៃខ្លួនខ្ពស់បំផុតនៅក្នុង Bollywood សប្តាហ៍នេះបញ្ជីភាពយន្តរបស់នាងរួមមាន48រឿងជា5ភាសាផ្សេងគ្នាជាច្រើនឆ្នាំកន្លងមកតារាងការងាររបស់ Aspharia Rais គឺមមាញឹកខ្លាំងបំផុតរហូតដល់នាងគ្មានពេលសម្រាប់ជីវិតផ្ទាល់ខ្លួននោះឡើយវាពិតជាពិបាកនឹងជឿខ្លាំងណាស់ថាស្ត្រីដ៏ស្រស់ស្អាតបែបនេះបែរជាមិនសមប្រកបនឹងរឿងស្នេហាអស់រយៈពេលយ៉ាងយូរនៅក្នុងឆ្នាំ1999នាងបានចាប់ផ្ដើមតាក់ទងស្នេហាជាមួយតារាសម្ដែង Bollywood លោក Salman Khan ប៉ុន្តែស្នេហាមួយនេះមានរយៈពេលត្រឹមតែ3ឆ្នាំប៉ុណ្ណោះពួកគេត្រូវបែកគ្នាដោយសារតែ Aspharia បានត្អូញត្អែរពីការរំលោភអំពានតាមសម្ដីរូបរាងកាយអារម្មណ៍រួមទាំងការផាត់ក្បត់និងការប្រមាថមើលងាយផងដែរការតាក់ទងស្នេហាមួយទៀតរបស់នាងគឺជាមួយតារាសម្ដែងលោក Vivek Oberoi ក៏មានរយៈពេលមិនយូរផងដែរតារាស្រីរូបនេះបានជួបស្នេហ៍ពិតនៅពេលនាងមានអាយុ34ឆ្នាំតែប៉ុណ្ណោះនៅក្នុងឆ្នាំ2007 Aspharia បានភ្ជាប់ពាក្យជាមួយតារាសម្ដែង Bollywood ម្នាក់ឈ្មោះថា Abhishek Bachchanយោងតាមពិធីសាសនាហិណ្ឌូពិធីមង្គលការដ៏អធិកអធររបស់ពួកគេបានប្រព្រឹត្តទៅនៅក្នុងទីក្រុងប៊ុំបីប្រព័ន្ធផ្សព្វផ្សាយបានហៅពួកគេថាជាគូស្នេហ៍ដ៏កំពូលជាការពិតណាស់គូស្នេហ៍នេះពិតជាគួរឲ្យស្រឡាញ់ពួកគេតែនឹងបង្ហាញខ្លួនជាមួយគ្នានៅក្នុងកម្មវិធីសង្គមនិងមើលទៅដូចជាគ្រួសារដ៏រឹងមាំមួយអ្នកគាំទ្របានរងចាំយ៉ាងយូរដើម្បីឲ្យស្ត្រីស្អាតស្អាតបំផុតក្នុងលោកម្នាក់នេះសម្រាប់កូនដំបូងរបស់ខ្លួនជាចុងក្រោយនៅពេលនោះ Aspharia មានអាយុលើសពី35ឆ្នាំទៅហើយនាងមិនសល់ពេលច្រើនទេសម្រាប់ការសម្រាលកូននោះពេលវេលាបានកន្លងផុតទៅប៉ុន្តែតារាស្រីរូបនេះមិនអាចមានផ្ទៃពោះបានឡើយលុះដល់ខែវិច្ឆិកាឆ្នាំ2011នៅពេលដែលនាងមានអាយុ48ឆ្នាំនាងក៏បានពោះកូនស្រីដំបូងនិងតែម្នាក់គត់របស់ខ្លួនការពោះក្នុងវ័យយឺតយ៉ាវរបស់នាងបានប្រព្រឹត្តទៅដោយរលូនAspharia បានជ្រើសរើសការសម្រាប់កូនតាមបែបធម្មជាតិទោះបីជាមានផលលំបាកខ្លះៗក៏ដោយនាងថែមទាំងបដិសេធមិនប្រាថ្នាបំបត្តិការឈឺចាប់ព្រោះនាងខ្លាចប៉ះពាល់ដល់កូននិងចង់ទទួលយកបទពិសោធន៍ជាមេដាឲ្យបានពេញលេញបំផុតនៅពេលដែលតារាសម្ដែងនិងស្វាមីរបស់នាងបានទទួលស្វាគមន៍កូនស្រីរបស់ពួកគេវាគឺជាគ្រាមួយដែលទន្ទឹងរង់ចាំយ៉ាងយូរនិងពោពេញទៅដោយសុភមង្គលសម្រាប់អ្នកទាំងពីរក៏ដូចជាអ្នកគាំទ្រទាំងអស់ផងដែរបន្ទាប់ពីសម្រាប់កូនរួចតារាស្រីរូបនេះបានផ្អាកការងារអាជីពរបស់នាងមួយឡែកនិងសម្រេចចិត្តរីករាយជាមួយមាតុភាពអស់រយៈពេលយ៉ាងយូរនាងបានលាក់មុខកូនតូចរបស់ខ្លួននិងមិនបញ្ចេញឈ្មោះអស់រយៈពេល4ខែដូច្នេះហើយកូនស្រីរបស់នាងត្រូវបានគេស្គាល់ថា Betty B ដែលជាឈ្មោះហៅដោយអ្នកគាំទ្រនិងប្រព័ន្ធផ្សព្វផ្សាយ4ខែក្រោយមកទើបកូនស្រីរបស់ Aspharia ទទួលបានឈ្មោះថា Aradhya Bachchan ដើម្បីកូនស្រីតារារូបនេះបានចាប់ដើមសម្ដែងតិចជាងមុននាងបានធ្វើការធ្ងន់ជាច្រើនឆ្នាំមកហើយបន្ទាប់សម្រាប់កូនរួចនាងគ្រាន់តែចង់លះបង់ខ្លួនឯងដើម្បីគ្រួសារនិងកូនតែប៉ុណ្ណោះលើពីនេះ Aspharia បានឡើងទម្ងន់យ៉ាងខ្លាំងប៉ុន្តែនាងមិនមានបំណងចង់តមអាហារនោះទេមនុស្សមួយចំនួនបានរិះគន់នាងចំពោះរឿងនេះយ៉ាងចាស់ដៃអ្នកគាំទ្រមិនអាចទទួលយកបានទេជានិមិត្តរូបរបស់ពួកគេដែលស្ត្រីស្អាតបំផុតនៅឥណ្ឌានិងប្រហែលជាក្នុងលោកបើជាមានចង្ការពីរយ៉ាងដូចនេះទោះបីជាបែបណាក៏ដោយមនុស្សជាច្រើនផ្ទុយទៅវិញបានគាំទ្រនាងព្រោះថាស្ត្រីជាច្រើនដែលឡើងទម្ងន់បន្ទាប់ពីសម្រាលកូនហើយវាជារឿងធម្មជាតិបំផុតតារាស្រីរូបនេះបានបង្ហាញថានាងគឺជាស្ត្រីធម្មតាម្នាក់ដូចជាអ្នកដទៃផងដែរ
អាស្វារយាបានបញ្ជាក់មតិលើការរិះគន់នេះថាខ្ញុំមិនមានការរំខានដោយរឿងនេះទេប្រសិនបើមនុស្សមានអារម្មណ៍បែបនោះខ្ញុំសង្ឃឹមថាពួកគេរីករាយនឹងរឿងភាគនេះចុះព្រោះខ្ញុំកំពុងរស់នៅក្នុងជីវិតពិតជាមួយកូនរបស់ខ្ញុំមួយរយៈក្រោយមកតារាសរុបនេះក៏បានត្រឡប់មករូបរាងដូចដើមវិញនាងចាប់ផ្ដើមសម្ដែងភាពយន្តម្ដងទៀតប៉ុន្តែមិនញឹកញាប់ដូចមុនឡើយឥឡូវនេះការចាប់អារម្មណ៍របស់ប្រព័ន្ធផ្សព្វផ្សាយមិនត្រឹមតែផ្ដោតលើជីវិតរបស់តារាស្រីរូបនេះប៉ុណ្ណោះទេប៉ុន្តែថែមទាំងលើកូនស្រីរបស់នាងទៀតផងអារ៉ាឌីយ៉ាបានធំនឹងក្តីឡើងជាក្មេងស្រីដ៏គួរឲ្យស្រឡាញ់ម្នាក់ហើយម្ដាយរបស់នាងតែងតែបង្ហោះរូបភាពរបស់កូននៅលើបណ្ដាញសង្គមជានិច្ចតាមមើលទៅតារាស្រីរូបនេះកំពុងរៀបចំកូនស្រីសម្រាប់ជីវិតសាធារណៈហើយប្រហែលជាចង់ឲ្យក្មេងស្រីរូបនេះដើរតាមគន្លងរបស់ខ្លួននៅពេលបន្ទាប់នៅពេលអារ៉ាឌីយ៉ាកាន់តែធំឡើងនាងចាប់ផ្ដើមចូលរួមកម្មវិធីសង្គមជាមួយឪពុកម្ដាយអ្នកគាំទ្រវិញបានកោតសរសើរក្មេងស្រីដ៏គួរឲ្យស្រឡាញ់នេះក្នុងឈុតសម្លៀកបំពាក់ដ៏ស្រស់ស្អាតជាមួយពណ៌ខូចនិងម៉ូដសក់សេះដ៏គួរឲ្យខ្នាញ់អាស្វារយាក៏មានមោទនភាពយ៉ាងខ្លាំងចំពោះការចូលរួមរបស់កូនស្រីនាងក្នុងការសម្ដែងល្ខោននៅសាលារៀនផងដែរអារ៉ាឌីយ៉ាបានសម្ដែងនៅក្នុងកម្មវិធីប្រចាំឆ្នាំរបស់សាលាហើយវីដេអូនោះបានល្បីល្បាញយ៉ាងខ្លាំងនាងបានសម្ដែងឈុតឆាកមួយនៅឯកម្មវិធីនោះខណៈពេលដែលម្ដាយកំពុងអង្គុយមើលក្នុងចំណោមទស្សនិកជនញញឹមដោយក្តីត្រេកអរនិងបានថតវីដេអូទុកទស្សនិកជនបានយល់ស្របថាក្មេងស្រីរូបនេះពិតជាមានធម្មជាតិសម្ដែងនៅលើឆាកយ៉ាងខ្លាំងហើយពួកគេមានការរំភើបចិត្តមិនមែនដោយសារតែនាងជាកូនស្រីរបស់តារាទេប៉ុន្តែដោយសារអារ៉ាឌីយ៉ាពិតជាមានទេពកោសល្យពិតៗនាងមានសម្លេងខ្លាំងនិងមានទំនុកចិត្តនៅលើឆាកវាអាចត្រួតដល់ថាថ្ងៃណាមួយនាងនឹងក្លាយជាតារាម្នាក់ដូចម្ដាយរបស់ខ្លួនតែទោះបីជាបែបណាក៏ដោយអ្នកគាំទ្រទាំងអស់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលម្ដាយនិងកូនស្រីបានបង្ហាញខ្លួនជាមួយគ្នានៅក្នុងកម្មវិធីបុណ្យមង្គលការរបស់គ្រួសារអាំបានីអារ៉ាឌីយ៉ាបានផ្លាស់ប្ដូររូបរាងទាំងស្រុងនិងទទួលបានម៉ូដសក់ថ្មីមួយនាងបានលះបង់ម៉ូដសក់សេះបាំងថ្ងាសកាលពីនៅវ័យក្មេងហើយបានផ្លាស់ប្ដូររូបរាងយ៉ាងខ្លាំងក្មេងស្រីជំទង់វ័យ12ឆ្នាំដែលគួរឲ្យស្រឡាញ់បានចាប់ផ្ដើមមើលទៅដូចជានារីពេញវ័យឥឡូវនេះនាងមានកម្ពស់ជិតស្មើនឹងម្ដាយទៅហើយអារ៉ាឌីយ៉ាក៏បានតុបតែងមុខពាក់គ្រឿងអលង្ការនិងឈុតសម្លៀកបំពាក់ដ៏ឆើតឆាយដែលស័ក្តិសមជានារីពេញវ័យជាជាងក្មេងស្រីជំទង់រោពណ៌ផ្កាឈូកដ៏ស្រទន់បញ្ជាក់ពីកម្ពស់របស់នាងបានក្លាយជានារីពេញវ័យហើយមិនមែនដូចជាកុមារទៀតឡើយនាងពិតជាស្រស់ស្អាតខ្លាំងណាស់នៅពេលនោះទស្សនិកជនជាច្រើនបានកត់សម្គាល់ថាក្មេងស្រីរូបនេះមានមុខមាត់ស្រដៀងនឹងម្ដាយរបស់នាងកាលពីនៅវ័យក្មេងប៉ុន្តែមនុស្សជាច្រើនក៏មានការមិនពេញចិត្តចំពោះការពិតដែលថាក្មេងស្រីជំទង់ម្នាក់ព្យាយាមធ្វើខ្លួនឲ្យដូចមនុស្សពេញវ័យខណៈដែលនាងមានអាយុត្រឹមតែ12ឆ្នាំតែប៉ុណ្ណោះក្នុងវ័យនេះក្មេងស្រីគួរតែរៀនសូត្រលេងកម្សាន្តនិងមិនគួរចូលរួមសកម្មភាពសង្គមបែបនេះនោះឡើយក្រៅពីនេះការយកចិត្តទុកដាក់ខ្លាំងពីសាធារណជនអាចប៉ះពាល់ដល់ផ្លូវចិត្តរបស់ក្មេងស្រីបានក្មេងជំទង់ដោយដែលយើងដឹងស្រាប់ហើយគឺងាយនឹងរងគ្រោះដោយសារការរិះគន់និងមតិយោបល់របស់អ្នកដទៃដូច្នេះពួកគេអាចនឹងទទួលផលប៉ះពាល់មិនល្អពីអ្វីដែលគេនិយាយអំពីពួកគេពិតណាស់អ្នកគាំទ្រទាំងអស់ពិតជាសប្បាយចិត្តដែលបានឃើញកូនស្រីរបស់នាងធំឡើងស្រស់ស្អាតនិងមានទេពកោសល្យប៉ុន្តែទន្ទឹមនឹងនោះប្រហែលជាម្ដាយគួរតែការពារកូនស្រីជំទង់ពីការយកចិត្តទុកដាក់ខ្លាំងពេកពីមហាជនតើអ្នកវិញគិតបែបណាដែរចំពោះរឿងមួយនេះតាមម្ដាយគួរការពារភាពឯកជនរបស់កូនស្រីឬវាជារឿងធម្មតាក្នុងការរៀបចំនាងសម្រាប់ជីវិតជាតារានៅពេលបន្ទាប់